ជាដំបូងសួស្តីអ្នកទាំងអស់គ្នាដែលកំពុងតាមដានคลิปវីដេអូមួយនេះហើយជាពិសេសទៅដល់លោកគ្រូអ្នកគ្រូដែលបម្រើការងារនៅក្នុងវិស័យរដ្ឋក្តីវិស័យឯកជនក្តីជាទីគោរពតែកំពុងស្វែងរកនៅកម្មវិធីថ្មីៗល្អៗដែលជួយបម្រើដល់ការបង្រៀននៅក្នុងថ្នាក់រៀនក្នុងថ្ងៃនេះផងដែរនាងខ្ញុំនឹងណែនាំនៅកម្មវិធីមួយដែលជួយទៅដល់ការបង្រៀនឲ្យមានភាពរស់រវើកហើយនិងសកម្មភាពចូលរួមពិសេសគ្រប់គ្នាហើយនៅក្នុងកម្មវិធីនឹងដែរផ្ដោតសំខាន់ទៅលើការសួររំលឹកមេរៀនការពង្រឹងប្រតិឬក៏ការដាក់ជាលំហាត់កិច្ចការផ្ទះជាដើមមានឈ្មោះថា Blockhead អញ្ចឹង Blockhead នឹងវាជាកម្មវិធីអប់រំមួយដែលប្រើប្រាស់ game ដើម្បីជាជំនួយដល់ការរៀនសូត្រហើយនឹងវាងាយស្រួលដល់ការយល់និងចងចាំមេរៀនជាដើមអញ្ចឹងលោកគ្រូអ្នកគ្រូអាចបង្កើតសំណួរហើយសិស្សក៏អាចចូលលេងដើម្បីឆ្លើយសំណួរឲ្យមានប្រសិទ្ធភាពក្នុងការបង្រៀននិងរៀនអញ្ចឹងកុំឲ្យខាត់ពេលយើងចូលទៅកាន់កម្មវិធីនឹងទាំងអស់គ្នាអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូអាចចូលទៅក្នុងកម្មវិធី Google Chrome ដែលជា platform មួយដែលយើងអាចប្រើប្រាស់បានអញ្ចឹងនៅក្នុងនេះយើងនឹង search ពាក្យ Blockhead ចាអញ្ចឹងលោកគ្រូអ្នកគ្រូវាយពាក្យ blockhead.com ចាអញ្ចឹងវា load ជា platform មួយទម្រង់បែបនេះគឺជារូប Blockhead ដែលយើងនឹងអនុវត្តហើយនឹងស្វែងយល់ទាំងអស់គ្នានៅក្នុងពេលនេះចឹងជាដំបូងនេះយើងត្រូវមាន account ដើម្បី sign in នៅក្នុងកម្មវិធីនឹងប្រើប្រាស់វាចឹងលោកគ្រូអ្នកគ្រូចុចលើពាក្យ sign up ហើយយើងយកតួនាទីជាគ្រូបង្រៀននៅក្នុងនេះយើងអាចដាក់នៅថ្ងៃខែណាមួយដែលជាថ្ងៃខែកំណត់របស់យើងពិតប្រាកដក៏បានឬក៏យើងដាក់ជាតំណាងក៏បានដែរចាឥឡូវនេះខ្ញុំដាក់1994ចុះអូខេហើយយើងដាក់Next ចឹងនៅក្នុងចំណុចនេះតើយើងជ្រើសរើសភ្ជាប់ជាមួយនឹងកម្មវិធីហ្នឹងតាមរយៈអ្វីតាមរយៈ email password ឬក៏តាមរយៈ Google ចឹងនាងខ្ញុំសូមយកតាម Google ហើយយើងជ្រើសរើស account មួយណាដែលយើងប្រើប្រាស់ដើម្បីបើក login នៅក្នុងកម្មវិធីមួយហ្នឹងចឹងខ្ញុំយក account នៅក្រោមនេះអូខេយើងដាក់ continueគេចឹងនេះគឺជាnickname ដែលយើងប្រើប្រាស់នៅក្នុងកម្មវិធីហ្នឹងអញ្ចឹងខ្ញុំសូមដាក់ហើយយើង submit ចាអញ្ចឹងឥឡូវនេះយើងចូលមកដល់កម្មវិធីហ្នឹងទាំងអស់គ្នាយើងអាចដាក់ពាក្យ nick អានេះគឺជាការណែនាំតើដំណាក់កាលរបស់វាមានអីខ្លះយើងអាចចូលមើលទៅអូខេអញ្ចឹងនេះគឺជា platform នៅក្នុងកម្មវិធី Blockhead នឹងទាំងមូលយើងនឹងមកស្គាល់នៅផ្នែកសំខាន់របស់កម្មវិធីនឹងទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះវាមានពាក្យ create នេះយើងប្រើវាដើម្បីបង្កើតនៅសំណួរថ្មីដល់ពេលទី2នេះ discover នេះគឺជាប៊ូតុងមួយដែលយើងអាចស្វែងរកសំណួរដែលមានស្រាប់អញ្ចឹងនៅក្នុងហ្នឹងមិនមែនមានតែសំណួរដែលយើងអាចបង្កើតបានយើងក្នុងការប្រើប្រាស់ទេអញ្ចឹងវាមានសំណួរឬក៏កម្រងសំណួរផ្សេងដែលគេបានប្រើប្រាស់ហើយគេបានបង្កើតហើយគេផុសនៅក្នុងBlockhead ហ្នឹងអញ្ចឹងយើងអាចយកវាដែលតាក់ទងនឹងខ្លឹមសារមេរៀនរបស់យើងហ្នឹងយើងអាចប្រើប្រាស់បានដល់ពេលប៊ូតុងបន្ទាប់នេះmyset អញ្ចឹង myset ហ្នឹងគឺជាកន្លែងរក្សាទុកសំណួរដែលយើងបានបង្កើតអញ្ចឹងយើងបង្កើតហើយវាលោតនៅក្នុងហ្នឹងឯងបន្តមកទៀត favorite អញ្ចឹង favorite ហ្នឹងគឺជាកន្លែងរក្សាទុកសំណួរដែលយើងចូលចិត្តតាំងនៅក្នុងយើងអាចជ្រើសរើសនៅក្នុង myset ឬក៏ discover ដែលយើងគិតថាអូយើងចាប់អារម្មណ៍មកវាយើងអាចreact លើវាទៅហើយយើងមើលនៅក្នុង favorite ហ្នឹងខាងក្រោមនេះhistory ហ្នឹងគឺសំដៅទៅលើការប្រើប្រាស់របស់យើងមានប្រវត្តិនៃការលេង game ឬក៏សកម្មភាពមុនគឺវាភ្ជាប់ឬក៏វារក្សាទុកនៅក្នុង history ហ្នឹង homework នេះចានៅក្នុង homework ហ្នឹងដូចគ្នា homework ហ្នឹងយើងអាចបង្កើតជាកម្រងសំណួរឬក៏បណ្ដុំសំណួរដែលអាចផ្ដល់ឲ្យកូនសិស្សធ្វើនៅកិច្ចការផ្ទះរបស់គាត់បាន playគឺកន្លែងចាប់ផ្ដើមលេង game អញ្ចឹងយើងចុច play មកវាមាន load ជា platform បែបនេះអូខេខ្ញុំសូម back ទៅខាងក្រោយវិញហើយ setting ហ្នឹងគឺជាការកំណត់ករណីអញ្ចឹងយើងមើលទៅតើយើងចង់កំណត់ករណីបន្ថែមនៅក្នុងហ្នឹងការផ្លាស់ប្ដូរនៅព័ត៌មានផ្សេងហ្នឹងគឺយើងអាចមើលនៅក្នុងហ្នឹងបានអូខេអញ្ចឹងឥឡូវនេះយើងនឹងបង្ហាញតាក់ទងនឹងការបង្កើតជាបណ្ដុំសំណួរហើយនឹងរបៀបនៃការកំណត់ឬក៏ដាក់កិច្ចការផ្ទះឲ្យកូនសិស្សអញ្ចឹងជាដំបូងយើងចូលទៅក្នុង create តែម្ដងអញ្ចឹងយើងបង្កើតថ្មីតាក់ទងនឹងសំណួររបស់យើងនេះអ
ចឹងនៅក្នុងនេះយើងនឹងជ្រើសរើសវិធីសាស្ត្រមួយគឺ menu ឬក៏យើងបង្កើតវាដោយដៃផ្ទាល់ហើយក្នុងការបង្កើតហ្នឹងយើងទាមទារឲ្យមានចំណងជើងឬក៏យើងហៅថា title អញ្ចឹងយើងដាក់មកឧទាហរណ៍ថាខ្ញុំដាក់ title មួយតាក់ទងនឹងគណិតជា អូខេបន្តមកទៀតនៅក្នុងផ្នែកខាងក្រោមនេះតាក់ទងនឹង description ដំណើរឬក៏ការណែនាំអីផ្សេងៗនៅក្នុងមេរៀនរបស់យើងហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ថាហើយចូលមកដល់ផ្នែកខាងស្ដាំនេះវិញគេឲ្យយើងដាក់នៅ cover image តាក់ទងនឹងរូបភាពអញ្ចឹងនៅក្នុងនេះទាំងអស់លោកគ្រូអ្នកគ្រូអាចដាក់ក៏បានអត់ក៏បានដែរប៉ុន្តែបើយើងចង់ដឹងពីរបៀបនៃការដាក់អញ្ចឹងយើងចូលទៅដល់image gallery ហើយលោកគ្រូអ្នកគ្រូអាចស្វែងរកប្រភេទ image ឬក៏ប្រភេទរូបភាពនៅក្នុងនោះបានអញ្ចឹងខ្ញុំដាក់តាក់ទងនឹង map អញ្ចឹងវាលោតឲ្យមានរូបភាពច្រើនអញ្ចឹងយើងអាចជ្រើសរើសមួយនៅក្នុងចំណោមហ្នឹងយើងមកដាក់នៅក្នុងនេះអញ្ចឹងខ្ញុំយកទី1នេះចុះអូខេអញ្ចឹងបន្ទាប់ពីយើងដាក់រូបភាពហ្នឹងហើយយើង create set យើងបង្កើតវាគេអញ្ចឹងនៅក្នុង question set នេះយើងអាចបន្ថែមសំណួរដោយយើងប្រើពាក្យ add question នៅខាងក្រោមនេះក៏បានឬក៏ add question នៅខាងលើនេះក៏បានអញ្ចឹងយើងចុចនៅក្នុងហ្នឹងមកដើម្បីបង្កើតជាសំណួរផ្សេងៗអញ្ចឹងនេះទម្រង់នៃសំណួរភាគច្រើននៅក្នុងកម្មវិធីនេះសំណួរវាមានទម្រង់ជាសំណួរជ្រើសរើសយើងអាចដាក់ចម្លើយ4ទៅហើយឲ្យសិស្សជ្រើសរើសតើចម្លើយមួយណាជាចម្លើយត្រឹមត្រូវអញ្ចឹងនៅក្នុងចំណុចទី1នេះខ្ញុំដាក់សំណួរទី1វាថាអញ្ចឹងក្នុងចម្លើយនេះយើងអាចដាក់ថាអូខេ8នេះ10អូខេ12ហើយនឹង14អូខេអញ្ចឹងចម្លើយហ្នឹងវាមាន4ដើម្បីឲ្យសិស្សជ្រើសរើសហើយយើងកំណត់តើចម្លើយមួយណាត្រឹមត្រូវអញ្ចឹងនៅក្នុងការកំណត់នេះមានតែយើងជាអ្នកបង្កើតដែលយើងអាចមើលឃើញបានអញ្ចឹងយើង tick លើវាមក10ត្រឹមត្រូវហើយនៅផ្នែកខាងលើនេះខ្ញុំសូមណែនាំបន្តិចតាក់ទងនឹងប្រអប់ទី1នេះគេថា time limit អញ្ចឹងយើងនឹងកំណត់រយៈពេល20 second 20វិនាទីដើម្បីឲ្យកូនសិស្សបំពេញនៅក្នុងចម្លើយដែលត្រឹមត្រូវរបស់គាត់នឹងអញ្ចឹងបើផុតពី20 second ហ្នឹងគឺកូនសិស្សអត់បានចុចមានថាអាសាបងយើងអាចកំណត់បានថាយើងកំណត់20នាទី20វិនាទីក៏បាន15វិនាទីក៏បានដែរដល់ពេលកន្លែងប្រឡោះទី2នេះ random order ហ្នឹងគឺជាប៊ូតុងមួយដែលយើងអាចចល័តទីតាំងនៃសំណួរនៃចម្លើយចល័តទីតាំងនៃចម្លើយរបស់យើងអាចថាទី10ឡើងទី1 14ឡើងទី2អញ្ចឹងទៅយើងអាចចល័តនេះកុំឲ្យសិស្សលើកមើលគ្នាបានហើយនេះជាទម្រង់ multiple choice ឬក៏ជាសំណួរជ្រើសរើសដល់ពេលផ្នែកដែលនៅខាងឆ្វេងនេះទី1នេះតើតើនឹង image ចឹងយើងអាចដាក់រូបភាពនៅក្នុងប្រឡោះនៃសំណួររបស់យើងហ្នឹងនេះយើងចុចនៅក្នុងហ្នឹងទៅវាឲ្យយើង add រូបភាពឬក៏ upload ផ្សេងៗដែលយើងបាន download ហើយនៅក្នុងកុំព្យូទ័រហ្នឹងយើងអាច upload នៅក្នុងហ្នឹងបានហើយនៅក្នុងនេះតើតើនឹង math អញ្ចឹងវាជានិមិត្តសញ្ញាឬក៏រូបមន្តផ្សេងៗតើតើនឹងគណិតវិទ្យាដែលយើងអាចប្រើប្រាស់បាននៅក្នុងនោះដូចគ្នាអានេះ audio ការថតសំឡេងជាដើមអញ្ចឹងនៅពេលដែលយើងដាក់ហើយយើងអាច save វាទុកអូខេអញ្ចឹងសំណួរទី1គឺត្រូវបានរៀបចំរួចរាល់អញ្ចឹងនៅក្នុងការអនុវត្តហ្នឹងយើងអាចបង្កើតសំណួរចាប់ពី5ឡើងទៅឬក៏10ជាមធ្យមដែលយើងតែងតែប្រើចំនួន10អញ្ចឹងយើង add បន្តទៀតមកអូខេយើងដាក់សំណួរទី2ទៅហ្នឹងអូខេខ្ញុំនឹកថា10ទៅហ្នឹង3ដាក់3ស្មើបានអញ្ចឹងតម្លៃឲ្យពុកគាត់ជ្រើសយើងដាក់3អូខេ30 33ហើយហ្នឹងហើយយើងជ្រើសសម្រាប់ទៅយើងកំណត់20វិធីដែរយើងxongអូខេចឹងនៅក្នុងនេះខ្ញុំបង្កើតឲ្យបាន5សំណួរហើយបើសិនជាលោកគ្រូអ្នកគ្រូចង់បង្កើតលើសំណួរទៀតចឹងយើងគ្រាន់ចុច add question ហ្នឹងបន្តគ្នាបានចឹងបន្ទាប់ពីយើងបានបង្កើតនៅ question set នៅក្នុងហ្នឹងហើយយើងនឹងចូលទៅដល់ដំណាក់កាលមួយទៀតទាក់ទងនឹងការចាប់ផ្ដើមលេង game ម្ដងតែយើងត្រូវធ្វើម៉េចដើម្បីដាក់ game ហ្នឹងឲ្យកូនសិស្សយើងលេងបានចឹងយើង complete save set នេះទុកនេះយើងចូលនៅក្នុង my set ហើយយើងនឹងឃើញ load នៅ question set ដែលយើងបានបង្កើតមិញហ្នឹងចឹងដើម្បីឲ្យកូនសិស្សលេងបានយើងត្រូវជាអ្នកចុច host ចឹងបន្ទាប់ពីយើងចុចហើយយើងមានឃើញទម្រង់សំណួរផ្សេងៗគ្នាចឹងនេះ goal quest ហ្នឹងតកតងនឹងការប្រមូលជាមាសចា៎នេះតកតងនឹងត្រីឆ្លាមតកតងនឹង crypto
ទម្រង់ផ្សេងពីគ្នាចឹងអា plus only នេះយើងទុកចោលទៅយើងមិនបាច់ជ្រើសរើសទេនៅក្រោមនេះបើជាទម្រង់ទូទៅដែលយើងប្រើប្រាស់គឺជាទម្រង់ classic នេះចឹងខ្ញុំនឹងបង្ហាញលោកអ្នកគ្រូទៅទម្រង់ classic នេះជាមុនចឹងយើងជ្រើសរើសវាហើយយើងចូលទៅក្នុងពាក្យ host ដែលនៅខាងស្ដាំនេះគេចឹងនៅក្នុងនេះគេបង្ហាញរបស់ឲ្យយើងថា number question មាន5សំណួរគេចឹងនៅក្នុងនោះគេមានឲ្យអស់ហើយយើងអត់អីទេយើងចុចពាក្យ host now ចាអញ្ចឹងនៅពេលដែលយើងចុចពាក្យ host now ទៅវាលោតឲ្យជាទម្រង់ QR code ដែលនៅខាងឆ្វេងចឹងលោកគ្រូអាចក្លេកមើល QR code ហ្នឹងយើងអាចយកវាឬក៏ screenshot វាដើម្បីផ្ដល់ឲ្យកូនសិស្សយើងដើម្បី scan ចូលទៅក្នុងការលេងហ្គេមមួយនេះឬក៏លោកគ្រូអាចប្រើប្រាស់លេខដែលនៅខាងស្ដាំដៃឲ្យកូនសិស្សប្រើប្រាស់លេខនេះដើម្បី log in នៅក្នុងកម្មវិធីមួយនេះដែរចាអញ្ចឹងយើងចូលមកដល់ថាតើកូនសិស្សគាត់នឹងប្រើប្រាស់បែបណាឬក៏ធ្វើម៉េចដើម្បីឲ្យគាត់អាចលេងបានចឹងខ្ញុំសូមបើក tab មួយទៀតខ្ញុំប្រាប់ពីរបៀប2ដែលកូនសិស្សអាចយកវាមកលេងបានក្នុងពេលហ្នឹងចឹង new tab ខ្ញុំវាទៅលើពាក្យ play អូខេ locate.com ចាអញ្ចឹងបន្ទាប់ពីយើងវាពាក្យហ្នឹងហើយយើង enter វាចាអញ្ចឹងវា load បែបនេះអញ្ចឹងយើងបំពេញលេខ game ID អញ្ចឹង game ID យើងនៅកន្លែងណាអញ្ចឹងបើសិនជាយើងមើលទៅ game ID ហ្នឹងគឺលេខ6ខ្ទង់នៅខាងលើនេះអញ្ចឹងខ្ញុំសូមពេលមក 549247 អូខេអញ្ចឹងបន្ទាប់ពីយើងវិញហើយយើងបញ្ជូនវាអញ្ចឹងកូនសិស្សគាត់អាចដាក់ nickname របស់គាត់ទៅវាថាអូខេយោជាដើមយើងដាក់សញ្ញាព្រួយនេះចឹងនៅក្នុងនឹងផងដែរកូនសិស្សគាត់អាចរើសប្លុកចឹងអាចរូបនិមិត្តសញ្ញានិមិត្តសញ្ញានីមួយៗនេះគេហៅថាប្លុកចឹងប្លុកនេះយើងអាចស្ដាយប្រើប្រាស់បានរូបផ្សេងគ្នាហើយតាមចំណង់ចំណូលចិត្តដែលកូនសិស្សគាត់ចង់បានរូបបែបនេះគាត់អាចដាក់បានតាមចិត្តគេចឹងខ្ញុំយកចោលអូខេដល់ពេលយើងចូលមកមើល platform របស់លោកគ្រូអ្នកគ្រូវិញយើងមានឃើញឈ្មោះកូនសិស្សយោនោះគាត់បានចូលក្នុងនោះចង់បន្ទាប់ពីបើកូនសិស្សលោកគ្រូអ្នកគ្រូបានចូលរួមពេញគ្រប់គ្នាហើយយើងអាចចុចប៊ូតុង start ដើម្បីចាប់ផ្ដើមហ្គេមអញ្ចឹងវានឹងដំណើរការហ្គេមម្ដងមួយអញ្ចឹងនេះគឺជា platform ដែលចេញពីគ្រូយើងអាចមើលឃើញប្រាប់នោះដល់ពេលអូខេអញ្ចឹងដោយលោកគ្រូអ្នកគ្រូបានឃើញចឹងបន្ទាប់ពីកូនសិស្សគាត់លេងចប់ហើយគាត់អាចឃើញចំណាត់ថ្នាក់របស់គាត់នៅលើនឹងតែម្ដងអញ្ចឹងបន្តមកដល់ជំហានមួយទៀតឬក៏ដំណាក់កាលមួយទៀតខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបក្នុងការយក question set របស់យើងនឹងដាក់ជា homework ឲ្យកូនសិស្សយកទៅបំពេញនៅផ្ទះបានអញ្ចឹងនៅក្នុងហ្នឹងបើសិនជាយើងយក question set ដែរដើម្បីយកធ្វើជា homework ឲ្យកូនសិស្សអញ្ចឹងនៅវាស្ថិតនៅក្នុង my set ហើយយើងប្រើចុចទៅលើប៊ូតុង assign គេអញ្ចឹងនៅក្នុងនេះគេបង្ហាញតាក់ទងនឹង due date សំដៅទៅលើថ្ងៃកាលបរិច្ឆេទដែលយើងចង់បញ្ចប់នៅការអនុវត្តសំណួរហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូអាចជ្រើសរើសពេលវេលាណាមួយបានអញ្ចឹងទៀតថានាងខ្ញុំចង់បញ្ចប់ឲ្យកូនសិស្សធ្វើយ៉ាងយូរនៅថ្ងៃទី16ខែ3ហើយវេលាម៉ោង6:11នាទីឬក៏យើងដាក់ម៉ោង5ក៏បានដែរអូខេហើយនេះចំណងជើងនៃ homework របស់យើងអញ្ចឹង homework goal របស់យើងដាក់នៅក្នុង correct answer អញ្ចឹងចំនួន10បន្ទុក10អូខេ allow student account យើងអនុញ្ញាតឲ្យគណនីកូនសិស្សក្នុងការប្រើប្រាស់allow get all game mode អញ្ចឹងយើងអាចដាក់ឲ្យគាត់បើកបានបន្តមកទៀតយើងចុចនៅប៊ូតុងខាងក្រោមគេដាក់ថា assign now
ចឹងនៅក្នុងនេះលោកគ្រូអ្នកគ្រូអាច download យក QR code នឹងក៏បានឬក៏យើង copy link នៅខាងក្រោមនេះក៏បានដើម្បីឲ្យកូនសិស្សគាត់ចូល link ឬក៏ scan QR code នឹងទៅគាត់បំពេញនៅកម្រងសំណួរដែលយើងផ្ញើឲ្យគាត់នឹងហើយនេះគឺជាទិន្នន័យដែលយើងអាចចូលមើលបានតើកូនសិស្សគាត់ឆ្លើយត្រូវប៉ុន្មានអ្នកគាត់ចូលរួមមួយប៉ុន្មានអ្នកខ្លះចានៅក្នុងហ្នឹងសិតតែជាចម្លើយដែលយើងទទួលបានពីកូនសិស្សអូខេអញ្ចឹងនេះគឺជា tip ងាយៗដើម្បីជួយដល់លោកគ្រូអ្នកគ្រូបង្កើតនៅសកម្មភាពរស់រវើកដល់កូនសិស្សនៅក្នុងថ្នាក់រៀនឬក៏សូម្បីតែនៅគេហដ្ឋានហ្នឹងក៏គាត់អាចប្រើប្រាស់ជា homework ធ្វើកិច្ចការផ្ទះនឹងបានដែរហើយជារួមមកវិញនៅក្នុង platform កម្មវិធី game នេះផងដែរវាដូចជាវេទិកាអប់រំមួយដែលយើងប្រើប្រាស់ game ជាឧបករណ៍រៀនសូត្រហើយយើងអាចបង្កើតជាសំណួររំលឹកមេរៀនឬក៏សំណួរកិច្ចការផ្ទះជាដើមហើយនៅក្នុងការប្រើប្រាស់ blockhead ហ្នឹងសិស្សគាត់អាចរៀនតាមរយៈការលេងការឆ្លើយសំណួរការប្រកួតប្រជែងជាមួយមិត្តភ័ក្តិជាដើមដែលជួយបង្កើននូវការយល់ហើយនឹងការចងចាំមេរៀនហ្នឹងកាន់តែល្អប្រសើរជាងមុនហើយជាពិសេសហ្នឹងគឺមានអត្ថប្រយោជន៍សម្រាប់គ្រូបង្រៀនហើយនឹងសិស្សហ្នឹងគាត់អាចបង្កើនប្រសិទ្ធភាពនៅក្នុងការបង្រៀននឹងរៀននៅក្នុងថ្នាក់រៀនដូចគ្នាដែរចឹងហ្នឹងគឺជា technique ថ្មីមែនទែនដែលយើងអាចយកទៅប្រើប្រាស់ហើយខ្ញុំគិតថាការបង្ហាញរបស់ខ្ញុំនៅចំណុចងាយៗទាំងអស់ហ្នឹងគឺសង្ឃឹមថាលោកគ្រូអ្នកគ្រូបន្ទាប់ពីបានតាមដានវីដេអូនេះហើយអាចយកវាទៅអនុវត្តផ្ទាល់បាននៅក្នុងថ្នាក់រៀនចឹងជាចុងក្រោយនេះខ្ញុំសូមអរគុណក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជូនពរលោកគ្រូអ្នកគ្រូទទួលបានជោគជ័យនៅក្នុងភារកិច្ចរៀងៗខ្លួនចា៎អរគុណ